ជាបឋមខ្ញុំបាទព្រះកង្រណាសូមអោនសេរសាក្រាបថ្វាយបង្គំដល់ព្រះគ្រូចៅអធិការលោកព្រមទាំងគោរពដល់លោកគ្រូអាចារ្យគណៈកម្មការវត្តភូមិត្រាចយើងសពថ្ងៃបខុសបង្ខាតត្រង់ចំណុចណាសូមទានមេត្តាលោកទាប្រាប្រណីក្រែងខ្ញុំបកង្រណាច្រៀងទៅមិនគួរគប់បីសូមអធិស្ឋានខ្ញុំបាទផងធម្មតាព្រៀបអ្នកចម្រៀងព្រៀបដូចជាចុងភៅចង់ផ្សំគ្រឿងក្រៅឲ្យឆ្ងាញ់ពិសាត្រូវមាត់យាយតាអំបាច់ថែមទឹកត្រីពុជអ្នកហូបថាសំឡសាព្រីឯអ្នកមកប្រាប់ថាសំឡប្រៃតម្រាំខ្ញុំបាទអ្នកលេងសំដីប្រគុណរែងអីមិនភ័ន្តច្រឡំថ្ងៃនេះងាយខ្ញុំបាទហើយស្កាត់មកពីស្វាយរៀងឈៀងអាគ្នេយ៍ជាងដំណេរឥឡូវមកដល់ស្រុកពោរៀងស្ថិតនៅវត្តភូមិត្រាចយើងសពថ្ងៃណាស៊ីធកដាលសូមអធិស្ឋានគឺស្រុកស៊ីធកណ្ដាលសូមដំណើរជូនញាតិប្រុសស្រីនៅក្នុងភូមិមកត្រាចឃុំពូទីស្រុកស៊ីធកណ្ដាលសូមដំណើរជូនញាតិប្រុសស្រីខ្ញុំបាទអ្នកស្វាយរៀងឈៀងអាគ្នេយ៍ជាងទំនេរឥឡូវមកអង្គុយកេះចបៃប្រគេនដល់ព្រះគ្រូចៅអធិការកំពុងទស្សនាស្ដាប់សិល្បៈបុរាណយបៃព្រមទាំងលោកគ្រូអាចារ្យថ្ងៃនេះមានសទ្ធាជ្រះថ្លាលោកចូលរួមឧបត្ថម្ភជួយដល់ជនពិការនៅក្នុងសមាគមគ្រួសារសុភមង្គលយើងសពថ្ងៃសម្រាប់ផ្ដល់ជូនជនពិការបន្តការសិក្សាចំណេះជំនាញនិងរៀនបន្តនៅមហាវិទ្យាល័យហើយខ្ញុំបកករណាសូមជម្រាបជូនកាត់យកដោយខ្លីៗកាលពីឆ្នាំ2024សមាគមគ្រួសារសុភមង្គលជួយដល់ជនពិការចប់បរិញ្ញាបត្របាន7នាក់ណាប្រគុណថ្លៃឥឡូវប្រឡងជាប់ហើយជាមន្ត្រីហើយរាជការនៅក្រសួងស្ថាប័នយើងសប្តាហ៍ថ្ងៃសម្រាប់បម្រើទៅលើវិស័យពិការភាពជាពិសេសបងប្អូនជនពិការភ្នែកសម្រាប់បងប្អូនរៀនបន្តផ្នែកអក្សរសៀបនិងប្រព័ន្ធបច្ចេកវិទ្យាបណ្ដាញសង្គម Facebook យើងសពថ្ងៃដោយសារគុណបំណាច់ដ៏ធំធេងគ្រប់វត្តអារាមទាំងអស់ជួយជនពិការគ្មានចន្លោះទូទាំងខេត្តព្រៃវែងព្រមទាំងស្វាយរៀងយើងសពថ្ងៃអរគុណមុនគេគឺព្រះមេគុណខេត្តព្រៃវែងដែលលោកតែងគិតគូរដល់ជនពិការអនុញ្ញាតឯកភាពឲ្យចុះតាមវត្តទទួលថវិកាស្បៀងផ្សេងជួយដល់ជនពិការបន្តការសិក្សាចំណេះជំនាញនៅក្នុងសមាគមព្រមទាំងនៅមហាវិទ្យាល័យព្រមទាំងដាក់ហឹបនៅតាមវត្តអារាមនានាយើងសពថ្ងៃទទួលថវិកានៅពេលបុណ្យចូលឆ្នាំថ្មីព្រមទាំងជុំបិណ្ឌកាន់បិណ្ឌដាក់វេនយើងតែងទទួលបានថវិកាជួយជនពិការជារៀងរាល់ឆ្នាំបើតាមខ្ញុំចាំខ្ញុំមកវត្តនេះជារៀងរាល់ឆ្នាំលោកគ្រូតែងតែជួយឧបត្ថម្ភមិនដែលដាច់ឥឡូវព្រះគ្រូចៅអធិការបានសម្រេចថាឧបត្ថម្ភចបៃមួយដើមសម្រាប់ជនពិការណាដែលពូកែឆ្នាំឲ្យបន្តការសិក្សារៀនផ្នែកបុរាណយបៃសម្រាប់បន្តវេនថែរក្សាអភិរក្សវប្បធម៌ចបៃកុំឲ្យបាត់បង់ព្រោះជាអត្តសញ្ញាណយើងជាតិយើងសពថ្ងៃកុំឲ្យជាតិសាសគេមើលងាយថាយើងមិនស្គាល់អត្តសញ្ញាណជាតិយើងអីទេ
ជាពិសេសយើងកំពុងតែមានបញ្ហាព្រំដែនយើងសពថ្ងៃដូច្នេះយើងខំប្រឹងថែរក្សាអត្តសញ្ញាណជាតិតាំងពីវប្បធម៌បុរាណសិល្បៈក្តីជាពិសេសសិល្បៈបុរាណយាយដែលចិត្តបាត់បង់ហើយលោកតាយាយតែមុនណាយបាញ់ចប់មករៀមដៃ10សូមគោរពប្រគេនពរប្រគេនជ័យនិងជូនពរជូនជ័យដល់លោកព្រះគ្រូចៅអធិការព្រមទាំងលោកគ្រូអាចារ្យគណៈកម្មការវត្តភូមិត្រាចយើងសពថ្ងៃបើនិមន្តផ្លូវទឹកឆាប់មានទូកផ្លូវគោកឆាប់មានកង់ម៉ូតូសក្លោឡានល្អកត់ថ្មលបងដៃថ្ងៃនេះថ្ងៃស្អែកតនសង្គមថ្មីប្រក់គ្រឿងប៉ាត់ម៉ាស៊ីនត្រជាក់មានកម្មចដា4 10 20កលៈងាយស្រួលនិមន្តទាំងយប់ថ្ងៃអេហើយបើលោកគ្រូចាស់លោកគ្រូអាចារ្យចាស់អង្គយ៉ាហើយមិនទាន់មានយាយក្រោយពីបានស្ដាប់ជប៉ុយឲ្យឆាប់មានយាយស្អាតដូចទេគេអើយលោកគ្រូអាចារ្យសូមប្រកបទៅដោយសុខភាពនិងបញ្ញាញាណគ្រប់ជាតិជួបពុទ្ធពរទាំងឡាយ4ប្រការគឺជាពរព្រះសម្មាសម្ពុទ្ធសម្បញ្ញត្តិញាណយាយគឺអាយុវាយវណ្ណៈសុខៈពលៈចូលមានដល់គុណម្ចាស់ព្រមទាំងលោកគ្រូអាចារ្យគណៈកម្មការវត្តត្រាចយើងសពថ្ងៃសុខហើយសុខទៀតកុំឲ្យឃ្លៀងឃ្លាតពីពុទ្ធពរជ័យដោយពេលវេលានេះទីខ្លីចពៃខ្ញុំបាទសូមបញ្ចប់ខ្លីតែប៉ុណ្ណឹងចុកហើយអេងអើយខ្ញុំបកករណាសូមក្រាបថ្វាយបង្គំលា